នេះគឺជាការធ្វើដំណើរទៅបោះតង់នៅភ្នំស្រីសណោះទៅលើកទីប្រហែលទី3ទី4ហ្នឹងបងប្អូនគ្នាទៅរៀងញឹកដែរនៅភ្នំស្រីសណោះនេះហើយទៅលើកនេះគឺយើងទៅរកត្រីអាំងមឿនហូបនៅនឹងតែម្ដងមិនអាំងទេដុតមឿនហូបនៅនឹងហើយទៅលើកនេះដែរគឺយើងមានគ្នា3នាក់ដូចដើមបាទហើយបើនិយាយពីទេសភាពនៅដើមខេត្តភាសានៅភ្នំស្រីសណោះនេះវិញគឺចាប់ដើមរៀងស្អាតបដើហើយមានទឹករៀងច្រើនគួរសមជាងមុនព្រោះមុនអត់សូវមានទឹកទេតែឥឡូវទឹកវារៀងឡើងខ្លាំងជាងមុនតិចដែរដំបូងឡើយគឺយើងធ្វើដំណើរចេញពីក្រុងច្បារមូនទៅបងប្អូនគ្នាហើយជិះតាមផ្លូវបានប្រហែលជា10នាទីអីគឺភ្លៀងចាប់ដើមមកបដើហើយយើងខំសុទ្ធលឿនមែនទែនបងប្អូនគ្នាដោយសារទៅនៅយូរទៀតអាចនឹងទៅអត់ទាន់ទេព្រោះយើងទៅបានតិចគឺភ្លៀងមកអញ្ចឹងណាហើយទិដ្ឋភាពតាមផ្លូវវិញគឺស្រស់ស្អាតដែរបាទបងប្អូនខេត្តនេះហើយភ្លៀងដេញមកបដើខ្ញុំជិះទៅជ្រកក្រោមស្ពានអីដោយសារវាកាន់តែខ្លាំងទៅអញ្ចឹងហើយខំសុទ្ធឲ្យលឿនជិះទៅជ្រកក្រោមស្ពានសិនដោយសារយើងអត់មានអីការពារអត់មានអាវភ្លៀកមានអីដើម្បីពាក់ទេអត់បានទិញអញ្ចឹងយើងក៏មកដល់ស្ពានហើយជ្រោកអីមិនជ្រោកតែខ្ញុំទេបងប្អូនគ្នាហើយក្រុមស្ពានហ្នឹងគឺជ្រោកច្រើនមែនទែនជ្រោកឡើងចង់ស្ទះផ្លូវគេដោយសារតែភ្លៀងយើងទៅអត់រួចឲ្យសត្វតានេះអត់មានអាវភ្លៀងអញ្ចឹងស្របពេលដែលកំពុងតែជ្រោកភ្លៀងមកនំប៉ាវមកលក់កដៅលក់កដៅឲ្យភ្លៀងតិចនំប៉ាវលក់កដៅសួរថាណាមិនឃ្លានបងប្អូនគ្នាទើបចេញពីធ្វើការផងហើយឃើញពូក៏ទិញញ៉ាំនៅមុខរៀងលនងដែរបងប្អូនគ្នាត្រូវមកបានទេបងប្អូនគ្នាអញ្ចឹងក៏ទិញញ៉ាំមួយដែរទៅហើយកដៅឆ្ងាញ់មែនទែនបងប្អូនគ្នាដោយសារមេតិចហើយយើងញ៉ាំអារបស់កដៅអញ្ចឹងឆ្ងាញ់ដូចអាពេលព្រឹកយើងផឹកកាហ្វេកដៅអញ្ចឹងណាយើងវាឆ្ងាញ់ដូចគ្នាវិញដាក់មកឆ្អែតសិនទៅបាទមួយហ្នឹងហើយបន្ទាប់មកក៏ធ្វើដំណើរទៅទៀតមើលឃើញតែរៀងក្រនបើហើយយើងជិះដំណើរទៅបានធ្វើដំណើរទៅបានគឺយើងធ្វើទៅទៀតហើយស្របពេលដែលកំពុងតែជ្រោកភ្លៀងហ្នឹងមិញគឺមានអ្នកលក់អាវភ្លៀងមកតែម្ដងគិតដឹកលម៉កលក់អញ្ចឹងណាក៏បានទិញយកមកគ្របជាមួយនឹងកាបូបអីយើងកាមេរ៉ាកំអីយើងជិះពាក់ទៅអញ្ចឹងស្របមកដល់ជើងភ្នំគឺអត់មានភ្លៀងទេបងប្អូនគ្នាជើងភ្នំហ្នឹងគឺអត់មានភ្លៀងសម្បីតែមួយតំណក់បាទហើយទិដ្ឋភាពស្អាតទៀតតាមផ្លូវភ្នំនេះបងប្អូនគ្នាបើសិនបងប្អូនគ្នាបានជិះជាក់ស្ដែងគឺដឹងហើយអានឹងខែប្រាំងមកបើសិនជាមានខែប្រាំងទេដើមខែវស្សាហើយជុំបើសិនជាពេលគេធ្វើស្រែធ្វើចការមានស្រូវខៀវខ្ចីទៀតគឺផ្លូវនេះគឺ the best មែនទែនហើយផ្លូវចូលជើងភ្នំជនបទគឺមានផ្លូវបេតុងស្អាតបែបនេះគឺ the best ម្ដងជាមួយនឹងទិដ្ឋភាពយ៉ាងបងប្អូនគ្នាហើយចឹងគេថាទោះបីមិនផ្លូវបេតុងក៏ស្អាតដែរតែបើមានផ្លូវបេតុងគេថាអត់ទៅពីរៀងភ្លៀងហើយបាទមិញគឺយើងរៀងភ្លៀងហើយផ្លូវគឺស្អាតមែនទែនជាមួយនឹងអមភ្នំផ្លូវនំជុំវិញយើងម្ដងធ្វើដំណើរចេញផុតពីផ្លូវបេតុងមកស្ទុះបើភ្លៀងមករយម្ដងទៀតបងប្អូនគ្នាធ្វើឲ្យយើងសើមកាមេរ៉ាទៅអីចឹងណាភ្លៀងវារៀងភ្លៀងឯងតិចអីក៏ដល់ផ្លូវដែលរៀងពិបាកតិចបងប្អូនគ្នាដោយសារអីផ្លូវនេះពីមុនខ្ញុំមើលអត់ឃើញពិបាកទេខ្ញុំមកពី3ដងហ្នឹងបងប្អូនគ្នាអត់សូវពិបាកទេតែពេលធ្លាក់ភ្លៀងមួយរយៈធំហើយជាអាចថាមានឡានអីធ្វើដំណើរទៅក៏រៀងពិបាកអញ្ចឹងណាពីមុនអត់សូវអីទេជិះម៉ូតូបានយ៉ាងស្រួលហើយវាពិបាកក៏វាអត់ពិបាកខ្លាំងដែរពិបាកហើយជិះម៉ូតូ100 200 ម៉ែត្រប៉ុណ្្នឹងឯងអញ្ចឹងតែគាត់ថាម៉ូតូខ្ញុំគឺចាប់ដើមធូរដើហើយខ្ញុំអត់បានដឹងខ្លួនតែបានសពបានស្គាល់មុនបាទហើយឬតែជិះឬតែមានអារម្មណ៍ថាអកខ្លាំងបងប្អូនគ្នាជិះទៅមានអារម្មណ៍អកអញ្ចឹងទៅក៏ឈប់មើលមកស្ទុះដោយសារអីគឺវាធូរខ្លាំងមែនទែនធូរខ្លាំងសឹងថាដូចធ្លាយហ្នឹងដោយសារយើងជិះពីអ្នកផងហើយវាធូរខ្លាំងអញ្ចឹងក៏យើងស្របនឹងផ្លូវហ្នឹងគឺវាគ្រោះទៀតអញ្ចឹងក៏យើងជាយាមធ្វើដំណើរទៅទាំងធ្លាយហ្នឹងទាំងមានធ្លាយទាំងធូរហ្នឹងតែរៀងពិបាកតិចតែឈប់មើលឈប់អីសិនហើយនេះបងប្អូនឃើញអតិថិភាពជិតដល់ជើងភ្នំហើយគៀកយើងភ្នំមែនទែនហើយសល់ប្រហែលជា5នាទីគឺយើងជិះទៅដល់ហើយអត់យូរទេតែអ្វីដែលពិបាកគឺយើងហ៊ានជិះលឿនទេថាយើងផ្លូវវាធូរធំហើយបើសិនយើងជិះលឿនគឺអកអាចនឹងបង្កឲ្យធ្លាយអញ្ចឹងយើងអត់ចង់ឲ្យធ្លាយយើងជិះតិចអមមួយនឹងមើលទិដ្ឋភាពជើងភ្នំផងទៅបងប្អូនឲ្យបងប្អូនមើលទិដ្ឋភាពជើងភ្នំអញ្ចឹងឯងផ្លូវមកជើងភ្នំនឹងវាអត់ស្រួលពេកហើយក៏វាអត់ពិបាកពេកដែរគឺវាធ្វើឲ្យយើងបាទស្គាល់រសជាតិមួយដែលថាពិបាកខ្លះតិចទៅអញ្ចឹងណាអញ្ចឹងគឺស្អាតមានអារម្មណ៍ថាស្អាតបងប្អូនហើយបើបានមកជាក់ស្ដែងគឺផ្លែភ្នែកខ្លាំងមែនទែនហើយស្រស់ស្រាយហើយនេះពួកខ្ញុំចេញពីធ្វើការម៉ោង4មកបានទៅដល់ដោយសារចិត្តដែរហើយយើងជិះតែ1ម៉ោងឯនេះបើសិនរត់ដងយើងទៅឆ្ងាយនេះដូចជា20គីឡូជាង25 26គីឡូបើរត់ដងយើងទៅសើចការក្រូចភ្នំជ្រាវអីហ្នឹងអញ្ចឹងត្រឹមទៅដល់គឺយប់អញ្ចឹងតែដល់ពេលលើកនេះគឺយើងមកបានពីម៉ោង4
មកគឺរៀងភ្លឺគ្រាន់តែដោយសារយើងជ្រកភ្លៀងប្រហែលជាកន្លះម៉ោងនៅបងប្អូនគ្នាភ្លឺរៀងយូរអញ្ចឹងពេលដែលយើងមកដល់គឺដាក់មងដាក់អីរោត្រីអញ្ចឹងណាបងប្អូនគ្នាដើម្បីបានយកមកហូបអញ្ចឹងទៅមងយើងទិញលើមុនដាក់នៅចង្ការក្រូចម្ដងហ្នឹងគឺយើងនៅសល់យកមកហើយទិដ្ឋភាពដល់ជើងភ្នំគឺបែបហ្នឹងបងប្អូនគ្នាដោយសារវាល្ងាចមើលទៅរៀងងឹតហើយប៉ុន្តែអ្វីដែលសំខាន់គឺទោះបីងឹតមែនគឺផ្ទៃមេឃស្អាតមែនថ្ងៃហ្នឹងវាពណ៌ខៀវតែមេឃពណ៌ខៀវយកបាន edit បានអីទេអញ្ចឹងគឺវាដូចស្រស់ស្អាតខ្លាំងមែនទេហើយនេះទិដ្ឋភាពភ្នំទិដ្ឋភាពទឹកបើចឹងយើងក៏ចែកការងារគ្នាធ្វើទៅខ្ញុំបោះតង់បដើដើម្បីរៀបចំដាក់ធ្វើម្ហូបហើយគ្នាខ្ញុំក៏ចាប់ផ្ដើមដាក់មងអីបដើទៅអញ្ចឹងណាយើងជួយគ្នាទៅដើម្បីឲ្យឆាប់រួចហើយឆាប់បានហូបឆាប់បានគេងស្ដាប់សំឡេងសัตว์យំហើយនឹងទៅលេងត្រីកប់អញ្ចឹងនៅហ្នឹងមានលេងត្រីកប់ហើយយប់ឡើងបោះតង់ដាក់មករៀបរាល់យើងក៏នាំគ្នាមកធ្វើម្ហូបញ៉ាំម្ដងគឺថាយើងធ្វើមឿនធ្វើអីយកបានថតទេដោយសារតែយើងថតទៅនឹងកាមេរ៉ាយកបានថតជាមួយនឹងស្អីគេទូរស័ព្ទកម្មភាពដុតមន់មើលបើមើលតិចនេះព្រៀងអត់ពុះហើយកតទៅនោះតិចហើយនេះគឺជាមឿនដុតកូកាបងប្អូនគ្នាមឿនដុតកូកាបែបគ្រឿងមិនសូវគ្រប់ហើយគ្រឿងផ្សំដែលយើងមិនមានគ្រប់មុខយកបងប្អូនគ្នាហើយយើងដាក់ជាមួយស្ពៃបូកូដោយសារមានស្ពៃកដោបទៅពេលអញ្ចឹងទៅវារៀងទឹកច្រើនស្ពៃបូកូគឺចេញទឹកច្រើនខ្លាំងទេបងប្អូនគ្នាអាហ្នឹងវាអញ្ចឹងហើយស្ពៃបូកូហ្នឹងអញ្ចឹងក៏រឿងនោះគ្នាឆ្អិនបដើតែអ្វីដែលសំខាន់គឺយើងចាំទឹកខាសគឺយូរខ្លាំងមែនទេដុតមួយកូកាដាក់កូកាមកកំប៉ុងទៅម្ដងហើយជាតិខ្លាំងបងប្អូនគ្នាសាកម្ដងមិនដឹងបាទជាតិមើលមួយគ្នា3នាក់បាទមិនធម្មតាដែរហ្នឹងហើយនេះអង្គុយចាំរហូតអត់ងាយឆ្អិនហ្នឹងវានៅទឹកហើយមកបើមកគ្នាមើលបើមកគឺទឹកអត់ខាសហ្នឹងអង្គុយចាំឡើងយូរតែទឹកហើយស្ពៃបូកូយើងថែមទៀតរហូតដើម្បីអស់មួយដុំអញ្ចឹងណាបងប្អូនអញ្ចឹងទៅមកគឺយើងឆ្អិនបានហូបបានអត់គ្នាតែហ្នឹងឆ្អិនហូបភ្លេចថតបើសារអង្គុយចាំយូរពេកឆ្អិនក៏ដាក់ហូបដល់ទៅមានបានថតសកម្មភាពតយើងក៏បានដល់កាត់បាល់ហូបម្ដងឲ្យជាតិខ្លាំងទៅវាយមើលជាស្ដីបានជាតិទៅជាតិមើលញ៉ាំម្ដងនេះញ៉ាំម្ដងជុតមកនេះមើលឆ្នៃទៅយើដៃដល់កងគូមើលឃើញឃើញច្បាស់បាយហត់លឺចង់ឆ្ងាញ់ហានលឺវាប្រូទេណាមកខានអីទៅជាអីបេះដៃបានណាមិញក្តៅពេលបេះដៃបានស្អាតទេថាទេនេះប្លែជ្រក់តែប្លែគឺហើយណាបងខ្ញុំជ្រក់ប្លែមកនេះបងខាងជុំហ្នឹងគឺលេខមកមើលទេសភាពពេលព្រឹកដល់បងប្អូនអត់នេះទេសភាពពេលព្រឹកគឺស្រស់ស្អាតហើយជាលើកទី1ហើយបាទខ្ញុំបោះតង់នៅនេះគឺងើបរហូតទៅដល់ម៉ោងបាន7ជាងបងប្អូនគ្នាដោយសារតែគឺគេងលក់ស្រួលខ្លាំងមែនទែនហើយយើងរៀងអស់កម្លាំងចេញធ្វើការមកហើយនេះថ្ងៃរៀងបងប្អូនគ្នាងើបពីមុនធ្លាប់តែងើបមកបាទប្រឡប់ម៉ោង5កន្លះអីចឹងទៅងើបឥឡូវគឺដេកយូរខ្លាំងមែនទែនបងប្អូនគ្នាហើយនេះមានអ្នកដេកនឹងកតេលហើយខ្ញុំគឺដេកតង់នេះគ្របការពារដើម្បីខ្លាចភ្លៀងមកបងហើយបើយើងទៅនឹងគឺវាភ្លៀងស្រេចបាត់ហើយចឹងណាជឿននេះទិដ្ឋភាពយប់មិញដែលយើងធ្វើហូបកន្លែងហ្នឹងហើយក៏លេមកមើលពេលព្រឹកជាមួយនឹងទេសភាពបែបហ្នឹងឯងស្រស់ស្អាតខ្លាំងទៀតបងប្អូនគ្នាសម្រាប់អ្នកដែលចូលចិត្តមកមើលថ្ងៃលិចនៅជើងភ្នំជើងអីដើរព្រៃដើរអីគឺឃើញទិដ្ឋភាពបែបនេះគឺគិតមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងណាបងប្អូនគ្នាដូចខ្ញុំអីគឺមានអារម្មណ៍ថាស្រស់ស្រាយហើយអញ្ចឹងយើងក៏រៀបចំឲ្យបានរៀបចំអីត្រឡប់មកផ្ទះវិញហើយមុននឹងមកដល់ផ្ទះគឺយើងឃើញជាមួយនឹងហាងកាហ្វេជើងភ្នំតំណងខ្លាំងទៀតកន្លែងកា
ហ្វេគិតហ្នឹងហើយកាហ្វេគិតធូរថ្លៃបាទមួយកែវ4000រៀលទេបាទហើយយើងអាចចូលញ៉ាំបានមុននឹងយើងមកដល់ផ្ទះចឹងទៅឲ្យស្វាងតិចមុនយើងជិះម៉ូតូមកផ្ទះវិញហើយសំណាងល្អមែនទេបងប្អូនអរគ្នាមកដល់ផ្ទះមុនភ្លៀងមកដល់ប្រហែលជា2នាទី3នាទីភ្លៀងមកយកតែម្ដងភ្លៀងខ្លាំងចឹងអត់មានថាអោយដំណឹងមកស្រីអីទេបាទគឺភ្លៀងតែម្ដងហើយវីដេអូមួយនេះគឺអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយជាមួយនឹងវីដេអូរបស់ខ្ញុំគឺបងប្អូនរីករាយនឹងវីដេអូមួយនេះហើយជាចុងក្រោយជូនពរបងប្អូនអរគ្នារស់ស៊ីទទួលទានមានបានសុខភាពល្អទាំងអស់គ្នាបាទបាយបាយអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ